ត់ដឹងថាមានអ្នកនៅចាំអ៊ីម្នាក់នេះអត់ដែលគាត់មានឈ្មោះថាអ៊ីម៉ុំតែគេស្គាល់គាត់ថាពូកែនិយាយលឺហើយបើសើចវិញក៏លឺណាស់ដែររឿងដែលអ៊ីម៉ុំចូលចិត្តបំផុតគឺដាំផ្កាហើយអ៊ីម៉ុំគឺជាអ្នកម្ដាយរបស់ខ្ញុំនឹងឯងប៉ុន្តែអ្វីដែលបងប្អូនទាំងអស់គ្នាអត់ទាន់បានដឹងម៉ាក់ក៏នៅមានរឿងផ្សេងទៀតដែលគាត់ចូលចិត្តធ្វើហើយគាត់អត់ដែលមានឱកាសទៅធ្វើវាទេបើចង់ដឹងថារឿងទាំងនោះមានអីខ្លះតោះទៅមួយខ្ញុំទាំងអស់គ្នាស្ដីទាំងអស់គ្នាខ្ញុំអៃលីនថ្ងៃនេះខ្ញុំនឹងនាំម៉ាក់ខ្ញុំទៅធ្វើរឿង3យ៉ាងដែលគាត់អត់ធ្លាប់បានធ្វើពីមុនមកហើយរឿងទាំងអស់ហ្នឹងណាសិតតែជារឿងដែលគាត់ចូលចិត្តខ្ញុំបានប្រាប់ម៉ាក់ឲ្យធៀមខ្លួនតាំងពីល្ងាចមកមិនមែនតែគាត់អត់ដឹងថាយើងទៅណាហើយធ្វើអីគេខ្លះហេអញ្ចឹងតោះទៅរកគាត់ទាំងអស់គ្នាទាំងអស់គ្នានេះគឺជាវីដេអូទី2ជាមួយនឹងអ៊ីម៉ុំខ្ញុំឯងគិតថាខ្ញុំនាំអីទៅនេះថានាំទិញផ្កាទៀតទេឥឡូវតោះយើងទៅកន្លែងទី1ទាំងអស់គ្នាតោះម៉ាក់ឡើងឡាននាំម៉ាក់មកលក់អីម៉ាក់ឥឡូវដល់ណាហើយដឹងម៉ែណាឥឡូវហ្នឹងណានៅកណ្ដាលក្រុងយើងបានមកដល់ទីតាំងទី1របស់យើងហើយម៉ាក់ប្រាប់ពីអីដែលម៉ែចូលចិត្តខ្លាំងជាងគេមកចូលចិត្តជាងគេចាំមើលតែផ្កាទេថែមើលនៅតែនឹងអូខេឥឡូវយើងទៅមើលរបស់ទី1ដែលយើងនឹងធ្វើមួយម៉ាក់ថាអីគេទាំងអស់គ្នាម៉ាក់គាត់ដឹងខ្ញុំនាំម៉ែមកហៅគ្រូទាអនាគតម៉ាក់ឲ្យធំឡើងខ្លាយជាអីម៉ាក់ដូរវាជើងអូដល់ឃើញបីជើងឥឡូវម៉ាក់ឃើញប៉ុណ្ណឹងហើយគាត់ថាយើងមកធ្វើអីគេថាជាមករីបផ្កាហើយចឹងតោះត្រូវតែថាម៉ាក់ចូលចិត្តផ្កាថ្ងៃហ្នឹងរឿងទី1ដែលយើងធ្វើគឺនាំម៉ាក់មករៀបផ្ការៀនធ្វើផ្កាដែលផ្កានេះគឺខាង flowerដែលអ្នករៀបចំថ្ងៃហ្នឹងគឺមានខ្លះពិសេសហ្នឹងម៉ាក់សម្រាប់តែយើងពីរនាក់ឯងរកដងគ្នា10នាក់ជាងអីហ៎បើបានរៀនណាមានគ្រូក៏រៀនដែរណាមានគ្រូម៉ាក់ថាក្តីសម័យម៉ាក់ធំឡើងចង់ធ្វើអ្នកលក់ផ្កាឥឡូវវ័យជ្រែអត់បានលក់អីមកហ៊ានផ្កាស្តៀងអ្នកលក់ផ្កាធ្វើអត់ទេអត់ដឹងមែនតែបើដូចថាទៅចេះត្រូវចំណូលចិត្តចូលចិត្តខាងនេះអូខេទាំងអស់គ្នាថ្ងៃនេះយើងមានអ្នកបរិញ្ញារៀបផ្ការបស់យើងអញ្ចឹងថ្ងៃហ្នឹងគាត់ធ្វើមិនខ្ញុំមួយម៉ាក់ត្រូវរៀនធ្វើតាមគាត់ដាំដំបូងហ្នឹងគឺយើងប្រើលឹកបៃតងសិនធ្លាប់ដាំនៅតែដីដាំនៅចេះអត់ដែលសោះណាលើកទី1ទេណារៀនធ្លាប់រៀនឲ្យមកអត់ដែលផងម្ដងនេះជួក៏មែនទេមិនទេយ៉ាបើយើងមកទៅគូនដៃនេះគូស្ដាយនៅណាខ្ញុំនៅទាំងទួយទាំងនៅណាសោះដល់ផ្កាដំបូងគឺខ្ញុំដោតចេះឲ្យវាមានរាងសិនចឹងទាំងអស់គ្នាឥឡូវនេះគឺយើងដល់វគ្គដោតផ្កាកលាបអូស្អាតយ៉ានេះគឺរូបរាងរបស់ខ្ញុំ 50% ហ្នឹងកុំឲ្យវាបាំងបានទៀតណាដោតនោះទៅឲ្យខំដែរអូយអានេះអត់មានណាអត់មានទេឥឡូវយើងដល់វគ្គផ្កានេះហើយម៉ាក់នេះអត់កើតទេមិនមែនតែនេះរៀនទៀតបន្តិចទៅហ្នឹងហើយម៉ាក់ដាក់ដូចគ្រូហ្នឹងម៉ាក់អើមិនបានម៉ាក់ហៅលេនអាឆយខូចពេកបានហៅឆយហ្នឹងម៉ាក់និយាយពីរឿងការនៅក្មេងលេនមួយមើលរឿងដែលអាក្រក់បំផុតទៅរៀនមកវិញស្រាក់ស្ពួតវត្តចាលហើយមានខោខ្លីស្រាក់ស្ពួតខ្ញុំចងឆ្កេះរឿងនេះគប់តដល់ផ្ទះគប់កតាបដោយសារខាងគ្រូឆ្លោះមួយគ្រូដោយគ្រូគាត់កែដាក់បន្ទុកឲ្យខុសតាមហេតុបោះឆយតាមហេតុបោះឆយខូចពេកមើលចិត្តយូរមានអីអូផាន់មកស្អាតជាងផាន់អូនម៉ាក់គិតថារវាងដាំផ្កានៅផ្ទះមួយដីហើយរៀបផ្កានៅក្នុងកន្ត្រកនេះមួយណាពិបាកជាងដូចម្យ៉ាងម្នាក់មានអ្នកពិបាកអីខ្លាំងតែឥឡូវម៉ាក់ចូលចិត្តមួយណាជាងចូលចិត្តដាំជាងដូចថាអាដាំវានៅទីឃ្លាដីដូចមានខ្យល់ធម្មជាតិវាស្រស់ស្រាយមើលទៅនេះទៅនោះអីចឹងឥឡូវក្មួយមើលរៀបផ្កាលើកទី1ត្រកបោះឆយហើយត្រកបោះអីមួយណាស្អាតជាងខំមិនប្រាប់ផងតែដល់គ្នាអូខេឥឡូវយើងរៀបផ្កាចប់ហើយយើងចូលទៅធ្វើរឿងទី2ដាក់រយៈទី2ទៀតនៅមានទៀតហើយជប់ទៅអូខេទាំងអស់គ្នាឥឡូវនេះយើងបានមកដល់ទីតាំងទី2ដែលយើងនាំម៉ាក់មកធ្វើរឿងគាត់អត់ធ្លាប់ធ្វើពីមុនមកម៉ាក់មកដល់ប៉ុណ្្នឹងហើយគាត់ថាយើងមកធ្វើអីគេដែរនេះអត់ដឹងអ៊ំប្រាប់ផងតាំងពីដើមទីទៅឥឡូវអត់មានបានប្រាប់ទេនាំឥឡូវខ្ញុំសួរម៉ែឯងកាលពេលយើងនៅស្រុកនៅព្រៃវែងពេលខ្ញុំនៅទួយពេលម៉ែឯងបើកទទួលមកអីដែលម៉ែឯងចូលចិត្តមើលជាងគេមើលឯកសារសត្វត្រូវថ្ងៃនេះខ្ញុំនាំម៉ាក់មកមើលសត្វព្រៃនៅខាងក្រៅម៉ាក់ចូលចិត្តមើលឯកសារសត្វអ្នកទាំងអស់គ្នាប៉ុន្តែអត់បានមើលច្រើនអញ្ចឹងលើកនេះគឺយើងមកភ្នំពេញ Safari ដើម្បីមើលសត្វព្រៃជួនម៉ាក់មើលសត្វព្រៃទាំងអស់ម៉ែចូលចិត្តសត្វអីខ្លាំងជាងគេចូលចិត្តសត្វគោមិនចឹងម៉ាក់ឆ្នាំគោមាត់អីទេស្ញោអស់ហើយអត់ទេនៅស្ញោអស់មិន
ឃើញសង្ក ក៏ ត់ ដើរឃើញមាន់ស្ងោអស់ វាស្ញោ ស្ញោ កប់លៀនឲ្យស្មៃប្រគេនេះតន់ងើបទេ ម៉ាក់ចង់និយាយថារបៀបគ្រប់ប្រភេទសត្វទាំងអស់ហើយបើម៉ែប្រៀបធៀបចរិតខ្ញុំដូចសត្វអីជាងគេ ដូចឆ្នាំខ្លួនឯងហ្នឹងហើយដូចសត្វទន្សាយ មិនម៉ែថាខ្ញុំដូចសត្វទន្សាយចា លោតផ្លេផ្លោចុះឡើងហ្នឹងផង លោតមិនលោតចាំមិនថាម៉េច ដើរចូលដើរឡើងចូលចិត្តដើរលេងដើរអីចឹងណាមិននៅកន្លែងអត់ចេះនៅផ្ទះអីចឹងណា ហើយម៉ែអត់ប្រៀបធៀបឲ្យកន្លែងល្អផងចុះទន្សាយហ្នឹងមិនខ្លាចចាចឹងតើ ឆ្លាតហើយបោកផាន់គេ អីបោកផកគេណាដែរបោកណាបោកតែឯង បោកស្អី អីគេម៉ែ ទន្សាយមកមើលសត្វនេះ តើអីអ្នកទាំងអស់គ្នាតើអីម៉ាក់ខ្ញុំឃើញសត្វកវែងជីរ៉ាប់លើកទី1 អូយ ហើយហូតទៅហ្មងគាត់អេសាយគេដល់ណា អូយម៉ាក់គាត់ចង់ឲ្យអាទួយនោះម៉ែអាធំទៅបើអាទួយវាក៏ខ្លី អាចារ្យទូចគ្នាថ្មីបានញ៉ាំ អូយខ្លាចមុខធំហ៎ មកដូចមើលមុខរៀងវែងមុខដូចរំអូយ អស់ហើយមកស្និទ្ធអ្នកទាំងអស់គ្នាចង់ហើយឆ្លៀតចង់ធ្វើមិនចែកឲ្យស្មើគ្នាទៀតទៅ ចាដល់តែទូចអត់បានញ៉ាំណារំអើយនេះមុខដូចខ្លួនឯងនេះមើលណាមើលណាតាំងពីយម៉ោតាំងពីអីដូចទាំងអស់ ចំមកធំដូចគ្នា ធំ ទាំងអស់គ្នាឥឡូវនេះគឺពួកយើងមកមើលសកពើឯងកុំភ័យពីអត់សូវថតច្រើនទេដោយសារតែ food track ខ្លះដាក់ចូលអត់កើតទេហើយខ្ញុំក៏អត់សូវហ៊ានមើលមិនស្រាវអត់ អត់ទេមើលទៅដែរបានមើលអីអលេន ម៉ែមើលទៅជួបម៉ែខ្ញុំមើល ហាមកធំហាមកធំ អូយម៉ែមើលទៅ ពួកម៉ាក់លេននេះ និយាយទៅចឹងរហូតឲ្យទៅដល់សัตว์ណាចម្លែកខ្ញុំរហូតឥឡូវនេះគឺយើងមកដល់ show ស្វាម្ដង ពេលមកឯងបានឃើញសត្វតបភ្នែកនៅក្រៅអញ្ចឹងដូចអាសត្វកបអីអញ្ចឹងមានអារម្មណ៍មិនដែរ អារម្មណ៍សុបាយ ខ្លាចភ្នែក ខ្លាចភ្នែក រឿងទី2យើងបានធ្វើរួចរាល់យើងទៅធ្វើរឿងទី3 ចូលនៅទៀត នៅទៀតទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងរឿងទី1ខ្ញុំនាំម៉ាក់ទៅធ្វើរឿងដាក់ដែរបានធ្វើទី2ទៅមើលអីដាក់ដែរបានមើលឥឡូវទី3មកកន្លែងដាក់ដែរបានមកអាខ្លាចខ្ពស់អត់ ខ្លាចតិចទេ ខ្លាចតិចទេហ៎ តិច ម៉ាក់គាត់ទៅហែទឹកទន្លេហ៎អត់ទេថ្ងៃហ្នឹងនាំមកហែទឹកអាស្លៀកប៊ីគីនីនេះលើកបងនេះ កើតទេ តែឲ្យឈប់ អត់លាទេអត់លា ទៅទៀតសិនមកតាមទៀតបណ្ដោតចឹងបងប្អូនគ្នាថ្ងៃនេះគឺខ្ញុំនាំម៉ាក់មកញ៉ាំបាយល្ងាចនៅលើ Sky Bar មើល view ទីក្រុងភ្នំពេញហើយដែរម៉ាក់មានអារម្មណ៍មិនដែរ មានអារម្មណ៍ថាដូចថាផ្លែកភ្នែកទេសភាពគេស្អាត ពួកម៉ាក់មកវៀងហ្នឹងនោះឃើញ មើលឃើញបានច្រើន ហ្នឹងហើយ អត់ប្រាផងនាំមកវ៉ារហូត ហ្នឹងមិនដែរម៉ាក់អត់ដែរមកញ៉ាំចឹងទេត្រូវអត់ ដែរសោះលើកទី1 ញោមសាច់គោអាំងមួយបងស្លាប់មុនអាំងទឹកខ្មុំមួយស្តេកសាច់គោខ្មែរមួយបង អញ្ចឹងម៉ាក់ខ្ញុំសួរម៉ាក់មកសំណួរម៉ាក់មានកូនល្អដូចលីនមានអារម្មណ៍បែបណាដែរ អារម្មណ៍សុបាយចិត្តពីតាំងពីណាពីណីមកមិនដែលនឹកឃើញថាមានដល់មានថ្ងៃនេះទេអញ្ចឹងណា បាទ យើងអាយុប៉ុណ្ណឹងទំហាជាងហាតិចតួចបានកូន2នាក់មកដូចដោយធរអញ្ចឹងណាល្អទាំងពីរអញ្ចឹងណាកូនផ្សារក៏ល្អ អូខេឥឡូវចង់សួរម៉ាក់ថារវាងរឿងដែលយើងធ្វើទាំង3នៅក្នុងថ្ងៃហ្នឹងម៉ាក់ចូលចិត្តមួយណាជាងគេ ម៉ាក់ចូលចិត្តកន្លែងសួនសត្វ សួនសត្វជាងគេមែន ហ្នឹងហើយ នេះវីដេអូរបស់ខ្ញុំមួយម៉ាក់សម្រាប់វីដេអូទី2នេះគឺមានតែ ប៉ិ ប៉ុ ន ណ្្នឹង ម៉ាក់ភ្លេចកន្លែងធ្វើបកាតា ឥឡូវទៅទៅ ទី1សួនសត្វទី2បកាក៏ចូលចិត្តហ្នឹងហើយហើយ ហើយធ្វើការ13រឿងសោះ 3រឿងភ្លេចហើយវាត្រូវរៀងហែវអត់ចឹងវារៀងវឹកហើយនាំលើកមកកន្លែងខ្ពស់ទៀត ចឹងបងប្អូនគ្នាសម្រាប់វីដេអូរបស់ខ្ញុំមួយម៉ាក់នៅវីដេអូទី2នេះគឺបានមកដល់ទីបញ្ចប់ហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានជួបមួយខ្ញុំ2នាក់ម៉ាក់នៅ វីដេអូក្រោយជួបមួយឆយវីដេអូក្រោយទៀត បាយបាយ